ជំរាបសួរលោកគ្រូនាងខ្ញុំឈ្មោះយ៉ាងលូផាមកពីថ្នាក់ខ2ចា៎ថ្ងៃនេះដែរខ្ញុំមកសង្ខេបមេរៀនលើប្រធានបទដែលលោកគ្រូបានឲ្យស្វ័យសិក្សាមុននេះបន្តិចដែរលើប្រធានបទមេរៀនទី1ក្របខ័ណ្ឌរវាយតម្លៃលទ្ធផលសិក្សារបស់សិស្សកម្រិតមត្តេយ្យសិក្សានិងអប់រំចំណេះទូទៅនៅកម្ពុជាចា៎អញ្ចឹងយើងចូលទៅដល់ការសង្ខេបមេរៀនដែលនាងខ្ញុំបានរៀនមុននេះបន្តិចលោកគ្រូចឹងគោលបំណងនៃរង្វាយតម្លៃលទ្ធផលនៃការសិក្សាចឹងចំពោះគោលបំណងនេះដែរគឺដើម្បីផ្ដល់ជាភស្តុតាងផ្សេងៗសម្រាប់ការសិក្សាគឺជាការប្រមូលទិន្នន័យពាក់ព័ន្ធចឹងជាការប្រមូលទិន្នន័យពាក់ព័ន្ធនោះគឺប្រមូលទាំងអស់ដែលពាក់ព័ន្ធនៅក្នុងស្ថានភាពអប់រំឬក៏នៅក្នុងប្រព័ន្ធអប់រំចា៎ចឹងទី2គឺដើម្បីជាព័ត៌មានសម្រាប់គោលនយោបាយឬក៏ផែនការសកម្មភាពចឹងគឺមានន័យថាជាប្រយោជន៍ចំពោះគ្រូបង្រៀននិងថ្នាក់ដឹកនាំសាលាដើម្បីដឹងពីចំណុចខ្លាំងនិងចំណុចខ្សោយរបស់សិស្សនៅក្នុងសាលារបស់ពួកគេឬនៅក្នុងថ្នាក់របស់គ្រូបង្រៀនមួយចឹងចូលចំណុចបន្តទៀតគឺជាការកែលម្អដើម្បីកែលម្អបង្រៀននិងរៀនចាចឹងនេះគឺមានន័យថាគឺជាការកែលម្អនៅក្នុងការបង្រៀននៅក្នុងប្រព័ន្ធអប់រំដែលតកតងនឹងលទ្ធផលរបស់សិស្សអញ្ចឹងដូចថាបើសិនជាគ្រូបង្រៀននៅក្នុងថ្នាក់រៀនមួយហ្នឹងបង្រៀនបែបនេះធ្វើឲ្យសិស្សហ្នឹងមានការទទួលនៅចំណេះដឹងអត់ស្មើគ្នាឬក៏ទទួលបានចំណេះដឹងតិចតួចគឺយើងត្រូវចាប់ផ្ដើមបដូរការបង្រៀននិងរៀនវិញចា៎អញ្ចឹងចូលចំណុចបន្ទាប់នោះគឺប្រព័ន្ធរង្វាយតម្លៃលទ្ធផលសិក្សាចា៎ចឹងនៅក្នុងប្រព័ន្ធរង្វាយតម្លៃនៃការសិក្សានោះគឺមាន2ផ្ទៃខាងក្រៅផ្ទៃក្រៅនិងផ្ទៃក្នុងចា៎ចឹងចំពោះផ្ទៃក្រៅគឺមាន2ដូចគ្នាគឺជាការប្រឡងនិងទី2គឺជាការវាយតម្លៃទ្រង់ទ្រាយធំកម្រិតប្រព័ន្ធចា៎ចឹងចំពោះការប្រឡងគឺមានការប្រឡងថ្នាក់ទី12ការប្រឡងថ្នាក់ទី9ប៉ុន្តែបច្ចុប្បន្ននេះគឺស្ថិតនៅក្នុងផ្ទៃក្នុងដែលធ្វើនៅក្នុងផ្ទៃក្នុងវិញចា៎ចឹងមួយទៀតនោះគឺជាការវាយតម្លៃទ្រង់ទ្រាយធំកម្រិតប្រព័ន្ធដែលមាននៅក្នុងផ្ទៃក្រៅនឹងដែរចឹងវាមានដូចជាការវាយតម្លៃសិស្សជាអន្តរជាតិតេស្តភាសាការវាយតម្លៃសិស្សនៅថ្នាក់តំបន់ការវាយតម្លៃសិស្សនៅថ្នាក់ជាតិដែលមានថ្នាក់ទី3ទី6ទី8និងទី11និងការវាយតម្លៃសិស្សនៅអំណានថ្នាក់ដំបូងនិងគណិតវិទ្យាថ្នាក់ដំបូងចឹងចំពោះផ្ទៃខាងក្រៅគឺមានប៉ុណ្ណឹងបន្ទាប់មកទៀតគឺយើងចូលទៅកាន់ផ្ទៃក្នុងចឹងផ្ទៃក្នុងគឺជាការវាយតម្លៃសិស្សអនុវត្តដោយគ្រូសាលារៀនដោយគាំទ្រដោយកម្រងនិងការីស្រុកចឹងចំពោះផ្ទៃក្នុងគឺមាន2ការវាយតម្លៃកម្រិតថ្នាក់រៀននិងការវាយតម្លៃកម្រិតសាលារៀនចឹងចំពោះការវាយតម្លៃកម្រិតថ្នាក់រៀនហ្នឹងគឺមាន2ដូចគ្នាការវាយតម្លៃប្រចាំខែនិងការវាយតម្លៃក្នុងពេលសិក្សាជាប្រចាំចឹងចំពោះចូលមួយទៀតគឺជាការវាយតម្លៃកម្រិតសាលារៀនចឹងការវាយតម្លៃកម្រិតសាលារៀនហ្នឹងគឺមាន3ចំណុចធំមានចំណុចតូចចាស់សំទោសលោកគ្រូគឺមាន3ចំណុចតូចដែលមានការប្រឡងប្រចាំឆមាសអំណាចស្ងាត់ហើយទី2ជាការប្រឡងឬក៏ការវាយតម្លៃថ្នាក់មត្តេយ្យឬក៏ការត្រៀមចូលសាលារៀនដូចថាចូលមុននឹងចូលថ្នាក់មត្តេយ្យទៅគឺយើងត្រូវធ្វើតេស្តសមត្ថភាពរបស់សិស្សឬក៏មុននឹងចូលថ្នាក់ទី1ទៅគឺយើងត្រូវធ្វើតេស្តសមត្ថភាពរបស់សិស្សដែរចា៎ចាំមួយទៀតនោះគឺជាការប្រឡងឡើងថ្នាក់ចឹងការប្រឡងឡើងថ្នាក់ហ្នឹងក៏ដូចគ្នាដែរគឺយើងត្រូវដឹងពីសមត្ថភាពរបស់សិស្សថាតើសិស្សហ្នឹងអាចប្រឡងឡើងថ្នាក់ទី3ឬក៏ទី4បានអត់ឬក៏ទី7បានអត់ចា៎ចឹងចំណុចហ្នឹងមានប៉ុណ្ណឹងលោកគ្រូចា៎តទៀតចឹងចំពោះគោលវិធីនៃរង្វាយតម្លៃលទ្ធផលសិក្សាគឺមាន5ជំហានធំដែលជំហានទី1នោះគឺកំណត់រកលទ្ធផលសិក្សាចា៎ចឹងចំពោះកំណត់លទ្ធផលសិក្សានោះគឺគ្រូអាចធ្វើតេស្តសិស្សពីមុនដើម្បីដឹងពីសមត្ថភាពរបស់សិស្សមុននឹងចូលទៅកាន់ថ្នាក់បន្ទាប់ទៀតចឹងក្រោយពីរកលទ្ធផលសិក្សារបស់សិស្សឃើញហើយគឺចូលទៅកាន់ទី2កំណត់រកឱកាសសិក្សាចឹងចំពោះកំណត់រកឱកាសសិក្សាហ្នឹងគឺពេលដែលយើងដឹងពីសមត្ថភាពរបស់សិស្សយើងហើយ
យើងអាចកំណត់ដឹងពីចំណុចខ្លាំងឬក៏ចំណុចខ្សោយរបស់សិស្សនីមួយៗរបស់យើងបានអញ្ចឹងយើងនឹងអាចឲ្យសិស្សរបស់យើងហ្នឹងទៅស្វែងសិក្សានៅផ្ទះឬក៏មករៀននៅសាលាបន្ថែមទៀតដើម្បីទទួលបានចំណេះដឹងបន្ថែមទៀតអញ្ចឹងចំណុចទី3គឺជាការវិតម្លៃលទ្ធផលសិក្សាចឹងក្រោយដែលយើងឲ្យសិស្សធ្វើស្វែងសិក្សារួចហើយយើងធ្វើលទ្ធផលឬក៏ធ្វើតេស្តម្ដងទៀតទៅលើសិស្សដើម្បីដឹងថាអូលទ្ធផលសិក្សារបស់សិស្សហ្នឹងទទួលបានអីខ្លះចាចំណុចទី4វិភាគនិងពិភាក្សាលើលទ្ធផលចាចឹងចំពោះវិភាគនិងពិភាក្សាលទ្ធផលចឹងពេលដែលយើងធ្វើវិតម្លៃលទ្ធផលរបស់សិស្សហើយចឹងយើងយកមកដើម្បីពិភាក្សាជាមួយនឹងគ្រូឬក៏គណៈគ្រប់គ្រងសាលាដតីឬក៏គណៈគ្រប់គ្រងសាលារបស់យើងដើម្បីពិភាក្សាមើលទៅថាតើលទ្ធផលរបស់សិស្សហ្នឹងអាចទទួលយកបានអត់អាចឲ្យសិស្សហ្នឹងអាចទទួលយកនៅការព្រៀនរបស់យើងបានអត់ចាអញ្ចឹងចំណុចទី5គឺជាការផ្លាស់ប្ដូរធ្វើការផ្លាស់ប្ដូរហ្នឹងគឺពេលដែលយើងពិភាក្សាអស់ហើយវិភាគអស់ហើយទៅលើតន័យឬក៏លទ្ធផលហ្នឹងហើយចឹងយើងត្រូវតែមានការផ្លាស់ប្ដូរណាមួយឬក៏ផ្លាស់ប្ដូរទៅលើការបង្រៀនវិធីសាស្ត្របង្រៀនរបស់យើងណាមួយដើម្បីឲ្យសិស្សហ្នឹងទទួលបានលទ្ធផលល្អកាន់តែល្អខ្លាំងជាងឡើងបន្ថែមទៀតចា៎យើងចូលចំណុចបន្តទៀតការវាយតម្លៃផ្ទៃក្នុងនិងរង្វាយតម្លៃផ្ទៃខាងក្រៅផ្ទៃក្រៅចា៎ចំពោះរង្វាយតម្លៃផ្ទៃក្នុងជារង្វាយតម្លៃដែលកើតមានជាលក្ខណៈផ្ទៃក្នុងនៅតាមសាលារៀនចា៎ចំពោះនៅតាមសាលារៀននីមួយៗគឺក្នុងរង្វាយតម្លៃផ្ទៃក្នុងហ្នឹងគឺមាន2ទៀតចំពោះទី1បញ្ចប់កម្រិតថ្នាក់ឬក៏កម្រិតសាលារៀននិងថ្នាក់រៀនដែលមានសារៈសំខាន់ចំពោះសិស្សគ្រប់ចឹងពេលដែលយើងធ្វើបែបនេះគឺយើងមានផលប្រយោជន៍ដើម្បីឲ្យសាលាឬក៏គណៈគ្រប់គ្រងសាលាហ្នឹងយកលទ្ធផលទាំងនោះដើម្បីសម្រេចចិត្តទៅកាន់សិស្សថាតើសិស្សហ្នឹងអាចឡើងថ្នាក់បានអត់អាចនៅត្រួតថ្នាក់ឬក៏អាចបញ្ចប់ការសិក្សាបានអត់ចឹងចំពោះទី2រង្វាយតម្លៃតាមដំណាក់កាលសម្រាប់អភិវឌ្ឍកម្រិតសាលារៀននិងថ្នាក់រៀនចឹងចំពោះចំណុចនេះដែរគឺដឹកនាំនិងរៀបចំនិងអនុវត្តដោយគ្រូបង្រៀនផ្ទាល់ដើម្បីទទួលបានលទ្ធទិន្នន័យឬព័ត៌មានចាំបាច់សម្រាប់កែសម្រួលឬកែលម្អការបង្រៀននិងរៀននៅក្នុងថ្នាក់រៀនឲ្យល្អប្រសើរជាងមុននិងគោលបំណងចុងក្រោយគឺដើម្បីលើកកម្ពស់លទ្ធផលសិក្សារបស់សិស្សចឹងយើងនឹកជាគ្រូបង្រៀននៅក្នុងថ្នាក់នឹងមួយចឹងយើងពេលដែលយើងធ្វើតេស្តរបស់សិស្សយើងធ្វើតេស្តសិស្សយើងដឹងលទ្ធផលរបស់សិស្សហើយយើងត្រូវកែលម្អនៅចំណុចណាដែលថាការបង្រៀនរបស់យើងនឹងល្អអត់ឬក៏ធ្វើឲ្យសិស្សនឹងទទួលបាននៅចំណេះដឹងនឹងអត់បើសិនជាអត់ទេយើងអាចមានវិធីសាស្ត្រផ្សេងទៀតដែលអាចធ្វើឲ្យសិស្សនឹងទទួលបានចំណេះដឹងកាន់តែល្អជាងនឹងទៀតចាយើងចូលបន្តទៀតគឺប្រភេទរង្វាយតម្លៃនៅកម្រិតថ្នាក់រៀនហ្នឹងគឺមានចំនួន4ដែលទី1រង្វាយតម្លៃទី1គឺរង្វាយតម្លៃធ្វើចំណាត់ថ្នាក់សិស្សដំបូងទី2រង្វាយតម្លៃតាមដំណាក់ទី3រង្វាយតម្លៃបែបវិនិច្ឆ័យនិងទី4រង្វាយតម្លៃសរុបចឹងចំណុចនេះគឺនាងខ្ញុំអត់សូវយល់ច្បាស់ប្រហែលទេចឹងយើងតទៀតទី2គឺរង្វាយតម្លៃផ្ទៃខាងក្រៅម្ដងចឹងមុននឹងមិញយើងចប់រង្វាយតម្លៃផ្ទៃក្នុងហើយចឹងយើងចូលទៅកាន់រង្វាយតម្លៃផ្ទៃក្រៅម្ដងចំពោះរង្វាយតម្លៃផ្ទៃក្រៅគឺជារង្វាយតម្លៃមួយដែលរៀបចំនិងធ្វើឡើងពីស្ថាប័នពាក់ព័ន្ធផ្សេងមានដូចជាក្រសួងថ្នាក់ខេត្តស្រុកនិងមានកិច្ចសហការនិងសម្របសម្រួលពីសាលារៀនគោលដៅចា៎ចំពោះរង្វាយតម្លៃផ្ទៃក្រៅហ្នឹងគឺមាន2ចំណុចទី1គឺជាកម្រិតអន្តរជាតិឬក៏ថ្នាក់តំបន់ដែលគេហៅថាតេស្តភាសាដែលអាចធ្វើតេស្តចាប់ពីកុមារអាយុ15ឆ្នាំឡើងនិងលទ្ធផលសិក្សារបស់សិស្សបឋមសិក្សានៅអាស៊ីអាគ្នេយ៍ចឹងចាប់ពីថ្នាក់ទី5ឡើងទៅចឹងចំពោះទី3គឺជា
ការចំពោះទី2សំទោសលោកគ្រូចំពោះទី2រង្វេងតម្លៃកម្រិតថ្នាក់ជាតិថ្នាក់ទី3ទី6ទី8និងទី12ត្រូវបានអនុវត្តដោយផ្អែកលើការជ្រើសរើសដំណាក់កម្រិតប្រទេសនិងទទួលស្គាល់ចាប់ពីថ្នាក់កណ្ដាលចឹងក្នុងគោលបំណងនៃការធ្វើនេះគឺដើម្បីទទួលបានលទ្ធផលធ្វើការកែលម្អប្រព័ន្ធអប់រំឡើងវិញចុះបន្តទៀតចំពោះការគ្រប់គ្រងនិងត្រួតពិនិត្យគុណភាពរង្វេងតម្លៃចឹងដើម្បីគ្រប់គ្រងនិងពិនិត្យគុណភាពរង្វេងតម្លៃហ្នឹងគឺគេត្រូវបង្កើតនៅរចនាសម្ព័ន្ធមួយចឹងគឺជាក្រុមប្រតិបត្តិការវេតម្លៃគឺដើម្បីធានាឲ្យបាននៅការអនុវត្តការវេតម្លៃដោយរលូននិងមានប្រសិទ្ធភាពចឹងបើសិនជាយើងអត់មានផែនការឬក៏ក្រុមអីមួយសម្រាប់ធានាទេគឺការអនុវត្តហ្នឹងក៏មិនបានល្អផងដែរចា៎ចឹងចំពោះរចនាសម្ព័ន្ធនោះគឺមាន3មានគណៈកម្មាធិការគ្រប់គ្រងនិងដឹកនាំទី2គណៈកម្មាធិការតាមដាននិងគាំទ្របច្ចេកទេសទី3និងក្រុមបច្ចេកទេសចឹងចំពោះមេរៀនថ្ងៃនេះគឺខ្ញុំយល់បានប៉ុណ្ណឹងចា៎អរគុណលោកគ្រូ